សន្សំលុយ20,000រៀលជារៀងរាល់ថ្ងៃក្នុងរយៈពេល10ឆ្នាំនឹងទទួលបានលុយ73លានរៀលឬក៏18,250ដុល្លារសួស្តីបងប្អូនអរគ្នាវីដេអូថ្ងៃនេះដែរគឺខ្ញុំនឹងលើកឡើងទាក់ទងទៅនឹងការសន្សំលុយវិញម្ដងព្រោះថានេះគឺជាចំណេះដឹងមួយដែលល្អមែនទែនហើយខ្ញុំក៏បានសិក្សាស្រាវជ្រាវយកពីចំណុចសំខាន់ៗដើម្បីយកមកចែករំលែកប្រាប់បងប្អូនអរគ្នាថាតើការដែលយើងសន្សំលុយពីតិចរហូតទៅច្រើនហ្នឹងវាមានកត្តាបូកផ្សំអីខ្លះតើយើងអាចសិក្សាឬក៏ទទួលបានអីខ្លះអំពីវីដេអូមួយនេះដែរបងប្អូនទាំងអស់គ្នាតាំងពីបរមរានមកណាប្រជាពលរដ្ឋខ្មែរយើងឬក៏បងប្អូនមួយចំនួនប្រកាសជាបានដឹងថាមានមនុស្សជាច្រើនសន្សំលុយតាមបែបរបៀបរបស់គាត់ខ្លះគឺសន្សំលុយបែបរបៀបដែលថាដាក់នៅក្នុងកូនជ្រូកឬក៏ខ្លះទៀតដាក់នៅក្នុងថាលាតអញ្ជាងអីចឹងទៅឬក៏ដាក់ក្នុងស្រោមខ្នើយអីចឹងទៅណាប៉ុន្តែសម្រាប់ខ្ញុំប្រហែលចំណុចខាងលើនេះគឺខ្ញុំធ្លាប់ឆ្លងកាត់ទាំងអស់មានដាក់នៅក្នុងកូនជ្រូកមានដាក់នៅក្នុងស្រោមខ្នើយមានដាក់នៅក្នុងកលិតអញ្ជាងអីចឹងទៅគឺខ្ញុំធ្លាប់បានធ្វើទាំងអស់តចំណុចទាំងអស់នេះប៉ុន្តែនៅក្នុងពេលបច្ចុប្បន្ននេះគឺមានការប្រើប្រាស់លុយដូចជាការសន្សំលុយមានរបៀបបែបផែនថ្មីហើយនឹងក្បួនរបស់គេគឺមានប្រសិទ្ធភាពខ្ពស់ដែលយើងទាំងអស់គ្នាគួរតែសិក្សាផងដែរបងប្អូនទាំងអស់គ្នាដោយដែលខ្ញុំបាននិយាយពេល slide ដំបូងអញ្ចឹងគឺប្រសិនបើយើងសន្សំលុយត្រឹមតែ20,000ទេក្នុងពេលមួយថ្ងៃនោះរយៈពេល10ឆ្នាំយើងនឹងទទួលបានលុយ73លានរៀលឬក៏ស្មើនឹងលុយដុល្លារ18,250ដុល្លារអញ្ចឹងតើវាមានថាចំណុចណាខ្លះដែលយើងសិក្សាហើយនឹងស្វែងយល់ទាំងអស់គ្នាបើយើងសន្សំលុយ20,000រៀលក្នុងរយៈពេលមួយថ្ងៃរយៈពេលមួយឆ្នាំគឺស្មើនឹង365ថ្ងៃបើយើងគណនាទៅគឺ365ថ្ងៃគុណនឹង20,000រៀលគឺយើងអាចនឹងឃើញបានថាទទួលបានលុយ7,30,000រៀលបើសិនបើសន្សំលុយ20,000រៀលរយៈពេល5ឆ្នាំវាគិតជាថ្ងៃ1825ថ្ងៃហើយយើងគណនាយក1825ថ្ងៃមកគុណនឹង20,000គឺយើងនឹងឃើញលុយ36,50,000រៀលប្រសិនបើយើងសន្សំលុយ20,000រៀលរយៈពេល10ឆ្នាំបើសិនជាស្មើនឹងថ្ងៃគឺ3,650ថ្ងៃយើងយក3,650ថ្ងៃមកគុណនឹង20,000រៀលគឺយើងនឹងឃើញលុយ73លានរៀលគត់តែម្ដងបងប្អូនទាំងគ្នាប៉ុន្តែបើសិនបើយើងចង់បដូរទៅជាដុល្លារវិញប្រហែលជាការប្រាក់បើយើងគិតថា1ដុល្លារស្មើនឹង4,000រៀលគឺយើងយក73លានរៀលទៅចែកជាមួយនឹង4,000រៀលស្មើនឹង18,250ដុល្លារសរុបមកបើសន្សំលុយ20,000រៀលជារៀងរាល់ថ្ងៃ10ឆ្នាំក្រោយគឺយើងនឹងមានលុយ73លានរៀលឬស្មើនឹង18,250ដុល្លារបងប្អូនទាំងគ្នានេះគឺជាការរៀបរាប់ហើយនឹងការដែលយើងបង្ហាញថាតើយើងសន្សំលុយម្ដងបន្តិចរហូតដល់ច្រើនបែបនេះគឺមានរបៀបបែបយ៉ាងណាខ្លះបងប្អូនទាំងគ្នានេះគឺវាបង្ហាញការអត់ធ្មត់និងការសន្សំសំចៃតាមរបៀបដែលការយើងប្រើលុយឲ្យបានត្រឹមត្រូវបើសិនបើយើងមានលុយយើងចេះតែចាយនោះគឺជារឿងមួយដែលថាខាតបង់មែនទែនបើសិនបើយើងមិនបានគិតល្អិតល្អន់ទាក់ទងទៅនឹងការប្រើប្រាស់លុយឲ្យបានត្រឹមត្រូវបងប្អូនទាំងគ្នាដែលខ្ញុំធ្វើវីដេអូនេះឡើងដោយខ្ញុំសង្កេតឃើញថាវាមានប្រយោជន៍និងចង់បញ្ញាក់ស្មារតីបងប្អូនមួយចំនួនឲ្យមើលឃើញអំពីតម្លៃនៃការសន្សំលុយទោះជាតិចតួចយ៉ាងណាក៏ដោយក៏វាអាចខ្លាចជាចំនួនធំបានដែរបងប្អូនបើគិតទៅលុយ20,000រៀលហ្នឹងណាប្រសិនបើយើងយកលុយហ្នឹងទៅទិញស្រាបៀរបើគិតទៅប្រហែលជាទិញបានតែ4កំប៉ុងទេបើគិតជាមួយកំប៉ុង2,500រៀលប៉ុន្តែប្រសិនបើយើងមិនផឹកស្រា4កំប៉ុងហ្នឹងយើងប្រកាសជាអាចសេលលុយបាន20,000រៀលដូច្នេះនេះគឺជាចំណុចមួយដែលរបៀបនៃការសន្សំលុយផងដែរបងប្អូនទាំងគ្នាបន្តចំណុចដែលថាលើកឡើងអំពីស្រានេះគឺខ្ញុំចង់បើករបងកញ្ចក់និយាយបញ្ជាក់ផងដែរថាស្រាមិនត្រឹមតែយើងចំណាយលុយទៅទិញវានោះទេក៏ប៉ុន្តែស្រាហ្នឹងគឺវាបំផ្លាញយើងគ្រប់បែបយ៉ាងមិនថាការគិតរបស់យើងក៏ចុះខ្សោយមិនថាប៉ះពាល់ដល់សុខភាពរបស់យើងគឺវាប៉ះពាល់ធ្ងន់ធ្ងរបើទោះជាឥឡូវវាមិនមានបញ្ហាប៉ុន្តែថ្ងៃអនាគតប្រកាសជាមានបញ្ហាដោយសារស្រានឹងឯងវាប៉ះពាល់ទៅដល់តរងនោមវាប៉ះពាល់ទៅដល់ថ្លើមវាយល់ទៅគឺប៉ះពាល់គ្រប់បែបយ៉ាងសឹងតែយើងមិនអាចរៀបរាប់ពីផលវិបត្តិរបស់វានឹងអស់នោះទេបើនិយាយអំពីទំនាក់ទំនងនឹងគ្រួសារយើងគិតមើលនៅពេលដែលយើងហូបស្រាយើងប្រកាសជាមានការថាស្មារតីរបស់យើងហ្នឹងទន់ខ្សោយចុះខ្សោយឬក៏វង្វេងវង្វាន់អញ្ចឹងទៅវានៅក្នុងការនិយាយស្ដីវាអាចមានការប៉ះពាល់ឬក៏អាចមានការលើសលួសរហូតទៅដល់ធ្វើឲ្យមានការខឹងគ្នាឆ្លោះប្រកែកគ្នាហើយមានវិបត្តិនៅក្នុងគ្រួសារភាគច្រើនគឺដោយសារតែស្រានឹងឯងបងប្អូនទាំងគ្នាដូចខ្ញុំបានបញ្ជាក់អញ្ចឹងបើនិយាយអំពីផលវិបាកដោយសារស្រាហ្នឹងគឺយើងរៀបរាប់សឹងតែមិនអស់នោះទេបងប្អូនឃើញនៅក្នុងសង្គមយើងសពថ្ងៃគឺមានការកាប់ចាក់គ្នាគឺមានអំពើហិង្សាកើតឡើងឆ្លោះទាស់តែងគ្នាមិនថាបងប្អូនឯងបង្កើតមិនថាមិត្តភ័ក្តិដែលស្រឡាញ់គ្នារាប់អានគ្នាយ៉ាងណានោះទេដល់ពេលដែលស្រាចូលខ្លួនទៅគឺវាធ្វើ
ធ្វើឲ្យយើងនឹងបែបថាមនុស្សពីរផ្សេងគ្នាហើយដូច្នេះហើយទើបខ្ញុំលើកអំពីបញ្ហាទាំងអស់នេះឡើងខ្ញុំសង្ឃឹមថាវានឹងមានប្រយោជន៍ដល់បងប្អូនទាំងគ្នាតើចំណុចណាមួយដែលយើងអាចយកទៅអនុវត្តហើយនឹងមានការពិចារណាឡើងវិញបើនិយាយអំពីខ្ញុំវិញសួរថាចុះខ្ញុំផឹកសាដែរទេបងប្អូនសម្រាប់ខ្ញុំវិញគឺខ្ញុំមកដល់ឥឡូវនេះគឺខ្ញុំមិនដែលផឹកសានោះទេគឺខ្ញុំដាច់តែម្ដងមិនដែលពិសាស្រាទៀតនោះទេហើយសម្រាប់បងប្អូនរបស់ខ្ញុំវិញសាច់ញាតិរបស់ខ្ញុំវិញគឺគាត់មិនដែលបង្ខំខ្ញុំឲ្យផឹកសានោះដែរគឺពួកគាត់ដឹងថាខ្ញុំនឹងគឺជាខ្ញុំអញ្ចឹងពួកគាត់មិនដែលនៅក្នុងការបង្ខំឲ្យខ្ញុំផឹកសានោះទេនេះក៏ជាការមួយដែលខ្ញុំសប្បាយចិត្តរីកខ្លាំងដែរហ្នឹងហើយបងប្អូនទាំងគ្នាវីដេអូនេះដែរគឺអត្ថបទដែលខ្ញុំចង់លើកឡើងសំខាន់នោះគឺផ្ដោតទៅលើនៅពេលដែលយើងចេះសន្សំលុយនៅពេលដែលយើងចេះប្រើប្រាស់លុយតាំងពីតិចរហូតដល់ច្រើននោះគឺជារឿងដែលសំខាន់មែនទែនដូចជាការសន្សំលុយត្រឹមតែ20000រៀលប៉ុណ្ណោះរយៈពេល10ឆ្នាំគឺយើងនឹងទទួលបានលុយរហូតដល់73លានរៀលគឺច្រើនមែនទែនបងប្អូនចំនួនហ្នឹងណាហើយបើសិនជាយើងយកទៅបដូរជាដុល្លារគឺនឹងបានរហូតដល់18250ដុល្លារគឺវាជាចំនួនច្រើនមែនទែនពេលខ្លះយើងសឹងតែគិតថានឹងមិនឃើញសោះថាវានឹងបានច្រើនដល់ថ្នាក់ហ្នឹងតែទោះជាយ៉ាងណានេះគឺជាចំណុចដែលយើងអាចសិក្សាបានផងដែរនៅពេលដែលយើងចេះសន្សំលុយពីតិចរហូតដល់ច្រើនគឺវាជាចំនួនមួយដែលយើងអាចថានឹងភ្ញាក់ផ្អើលនៅពេលដែលយើងឃើញវាបានច្រើនយ៉ាងដូចនេះហើយដែលខ្ញុំបានបញ្ជាក់អញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូនេះវានឹងមានប្រយោជន៍សម្រាប់បងប្អូនទាំងអស់គ្នាបាទសូមអរគុណ